មហាសង្ក្រាន្តឆ្នាំម្សាញ់សពស័កពុទ្ធសករាជ2569គ្រិស្តសករាជ2025មហាសករាជ1947ចលសករាជ1387សុភមស្តុវរៈមង្គលាជយាតិរេកព្រះពុទ្ធសករាជព្រះសាសនាអតិកន្តាកន្លងទៅហើយបាន2568ត្រឹមថ្ងៃអាទិត្យ15កើតខែពិសាខលុះដល់ថ្ងៃច័ន្ទ1រោចខែពិសាខឆ្នាំម្សាញ់សពស័កតទៅចូលពុទ្ធសករាជ2569និងកណនីឆ្នាំម្សាញ់ឥឡូវនេះសង្ក្រាន្តចូលនៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនៅថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីពេលនោះព្រះអាទិត្យចេញពីមនៈរិស័យទៅស្ថិតនៅឯមេសរិស័យតាមផ្លូវគោវិថីគឺផ្លូវកណ្ដាលមានទេវធីតាមួយព្រះអង្គជាមគ្គនិយិកាព្រះនាមកោរិកៈទេវីជារាជបុត្រីទី2នៃកបិលមហាព្រហ្មគង់នៅចតុមហារាជការទ្រង់អំពរពណ៌លឿងលម្អនៅព្រះការដោយសៀតផ្កាអង្គាបបុអភរណៈកែវមុតតាផសហាទ្រង់ទេលំប្រេងព្រះហស្តស្ដាំទ្រង់ព្រះខ័ណ្ឌព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់គង់ផ្ទុំបាត់ព្រះនេត្រលើខ្នងស្ដេចភ្ជាស្ដេចខ្លាជាយានពីហណៈទៅនាំអស់ទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋហោះទៅកាន់គុហាកែវធម្មមាលីនាទីភ្នំកៃឡាសខេត្តហេមពាន្តជាទីតម្កល់ទុកនៅព្រះសិរសាកបិលមហាព្រហ្មដែលតម្កល់លើពាននេះនាំមកដង្ហែប្រតិសិនភ្នំព្រះសុមេរុរាជតាមផ្លូវព្រះអាទិត្យចរចំនួន60នាទីទើបនាំយកទៅតម្កល់ទុកកន្លែងដើមវិញហើយប្រជុំទេវបុត្រទេវធីតាទាំងមួយសែនកោដ្ឋចូលទៅស្រង់ទឹកអនត្តមហាស្រះដែលមានទឹកហូរចេញពីបំពង់ថ្មកែវដែលជាមាត់គោឧសភរាជទាំង7ត្រជាក់ខ្សែមខ្សានព្រះរាជហឫទ័យហើយនាំគ្នាចូលទៅសមាទានរក្សាសិលដោយសមណរីករាយគ្រប់ព្រះអង្គក្នុងភគវតីសភាសាលាដែលព្រះវិសកម្មទេវបុត្រនិមិត្តថ្វាយដើម្បីបន្ទោបងអពមង្គលឲ្យជ្រះស្រឡះហើយចម្រើននៅសិរីសួស្តីជ័យមង្គលជន្មាយុយិនយូរដល់ទេវតានិងមនុស្សសត្វផងទាំងឡាយតាំងពីឆ្នាំថ្មីចូលមកនេះបានទូលំទូលាយសុខក្សែមខ្សានតរៀងទៅថ្ងៃច័ន្ទ2រោចខែចែកត្រូវនឹងថ្ងៃទី14ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង4:48នាទីទៀបភ្លឺជាថ្ងៃចូលឆ្នាំវរៈមហាសង្ក្រាន្តថ្ងៃអង្គារ3រោចខែចែកត្រូវនឹងថ្ងៃទី15ខែមេសាគ្រិស្តសករាជ2025ជាថ្ងៃវរៈវណ្ណបតថ្ងៃពុធ4រោចខែចែកត្រូវនឹងថ្ងៃទី16ខែមេសាគ្រិស្តសករាជ2025វេលាម៉ោង8:27នាទី36វិនាទីជាថ្ងៃវរៈឡើងស័កគម្រប់ជាសង្ក្រាន្ត3ថ្ងៃស្រេចបរិបូរចូលជាសកលឆ្នាំម្សាញ់សពស័កមហាសករាជ1947ចលសករាជ1387តទៅនៅក្នុងឱកាសសង្ក្រាន្តទាំង3ថ្ងៃសូមអស់ប្រជាពលរដ្ឋប្រុសស្រីផងទាំងឡាយរៀបចំពលិកាគ្រឿងសក្ការបូជាអត់ប្រតិបជ្វលាថ្វាយព្រះរតនត្រ័យនិងទទួលស្វាគមន៍ទេវបុត្រទេវធីតាឆ្នាំថ្មីហើយខំលះបង់ចិត្តអាក្រក់អន្តេរដ្ឋ័យជាចិត្តអប្រិយជាប់ដោយគំនុំគំគួនព្យាបាទឈ្នានីសដែលកើតមានក្នុងឆ្នាំចាស់ឲ្យជ្រះស្រឡះតាំងចិត្តប្រព្រឹត្តល្អប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខានិងបញ្ញាធ្វើបុណ្យសន្តានតាមប្រពៃណីរក្សាសីល5ឲ្យបានជាប់ជានិច្ចនោះទេវតានឹងឲ្យពរសពសាធុការលោកអ្នកនឹងមានសិរីសួស្តីសុភមង្គលវិបុលសុខគ្រប់ប្រការតាំងពីឆ្នាំថ្មីនេះតរៀងទៅរំដាប់ទទួលទេវតាតាមទំនៀមពីបុរាណរៀងរហូតមកត្រូវរៀបរៀងទទួលទេវតានៅខាងមុខផ្ទះមួយសម្រាប់តាំងគ្រឿងពលិកម្មផ្សេងត្រូវរៀបចំក្រាលសំពត់ពណ៌សឬសំពត់តាមអំពរទេវ